Mấy chi đâu? Chi đâu mà? Tôi lực đạp mùi chưa đâu không? Đạp mùi chưa đâu? Đạp mùi. Hả? Đạp mùi chưa nào? Đạp bán mùi chưa đó? Đạp bán mùi chưa đấy? Đạp mùi. Đây, cho bay ở nhà cái đấy. Không mà đặt đâu vậy? Cá đi. Tại cô là nè bạn ấy mới đi đặt nha rồi. Cô sao vậy? Sao con hai con bé? Sao? Bây giờ ở đang có lên cả. Bây giờ nên to đã ba đấy. Không tin tóm cá là được lại được. Không tại rồi thì người ta để bà còn lên lại. Còn nè. Làm đồ ăn. làm lá là hốt. Cái làm lên đây ơi. Chiều con xin chào đời con ba
បាទបងប្អូនជួនរួមជាទាំងអស់ជាទីមេត្រីឥឡូវនេះគឺយើងបានធ្វើដំណើរមកដល់ទីតាំងបាញ់កំជ្រួចហើយយើងឃើញថាបរិវេណនៅទីនេះអាជ្ញាធរបានបិទផ្លូវនៅទីនេះទាំងអស់ហើយឃើញថាអ្នកដែលមកទស្សនាភ្លើងកំជ្រួចបន្តិចទៀតនេះដែលនឹងត្រូវគេបាញ់ហ្នឹងគឺថាច្រើនមែនទែនហើយមានក្មេងមានចាស់នៅក្នុងរដូវ Summer គឺរដូវក្តៅហ្នឹងដែលគេលំហែកាយហើយថ្ងៃនេះគឺជាថ្ងៃសៅរ៍ទៀតថ្ងៃឈប់សម្រាកហើយអាកាសធាតុក៏ល្អអត់មានភ្លៀងអត់មានខ្យល់អីទេដើម្បីដឹងច្បាស់ថារបៀបក៏ដូចជាពិធីបន់បាញ់កំជ្រួចនេះមានលក្ខណៈបែបណាសូមនាំអារម្មណ៍បងប្អូនជួបជាមួយនឹងបងប្រុសដនដូដែលអំបញ្ញមិញនេះខ្ញុំបានធ្វើបទសម្ភាសន៍គាត់ជាមួយគាត់ម្ដងរួចហើយតាក់ទងនឹងបញ្ហាប្រទេសកម្ពុជាក៏ប៉ុន្តែនៅពេលនេះសូមធ្វើបទសម្ភាសន៍បងជាមួយនឹងពិធីបាញ់កំជ្រួចនៅក្នុងទីក្រុងម៉ុងរ៉ាល់នេះតើពិធីនេះគេរៀបចំឡើងនៅពេលណាហើយមានរយៈពេលប្រហែលខែប្រហែលឆ្នាំប្រហែលថ្ងៃទេបាទបាញ់កំជ្រួចនេះបាញ់ប្រឡងបច្ចេកនៅប្រទេសមានច្រើនប្រទេសមានប្រទេសអូស្ត្រាលីមានប្រទេសចិនប្រទេសអាមេរិកប្រទេសច្រើនប្រទេសគេមកប្រកួតប្រជែងក្នុងកម្មវិធីបាញ់កំជ្រួចនេះយើងគឺខ្មែរយើងហៅមហោស្រពជាមហោស្រពគឺគេលេងថ្ងៃសៅរ៍ថ្ងៃពុធណាគេលេង2ថ្ងៃក្នុងទឹកហើយដល់ក្នុងរយៈពេលពីមួយខែជាងបានចប់ចប់គ្រប់ប្រទេសនឹងហើយពីប្រទេសណាចូលមកលេងខ្លះដូចថ្ងៃនេះតាមខ្ញុំដឹងគឺប្រទេសអង់គ្លេសណាល្ងាចនេះដែលបាញ់ហើយក្រោយមកប្រទេសអ៊ីតាលីអីចឹងទៅខ្ញុំមិនចាំកម្មវិធីគេដល់ប៉ុន្តែវាមានច្រើនប្រទេសចូលរួមច្រើនប្រទេសចូលមករួមគឺជាកម្មវិធីមួយគេចង់ធ្វើឲ្យប្រទេសជាតិគេនឹងមានការចាប់អារម្មណ៍ពីប្រជាពលរដ្ឋបាទហើយមានជនជាតិបរទេសក៏គេមកលេងនឹងដែរតាក់ជើងយូរទេសចរហើយទេសចរមកគឺនៅចំកណ្ដាលក្រុងអាចមកគេនៅហូតែលគេចំណាយលុយគេញ៉ាំបាយនៅរេស្តូរ៉ង់អីចឹងទៅចំណាយលុយធ្វើឲ្យសេដ្ឋកិច្ចគេបានហ៊ុនបានដែរតាមរយៈអស់ហ្នឹងណាហើយជាពិសេសទៀតរាជប្រជាពលរដ្ឋរបស់គេនឹងអាចបានមកកំសាន្តនៅថ្ងៃឈប់សម្រាកហើយអាកាសធាតុល្អគឺចំពេលរដូវក្តៅទៀតណាគឺគេធ្វើនឹងគឺចំណេញទាំងអស់ហ្មងចំណេញគ្រប់អ្នកក្រដែលអ្នកធម្មតាដែលអត់សូវមានលុយកាក់អ្នកស្រុកភូមិហ្នឹងគេបានមកលេងកម្មវិធីជាមួយអ្នកបរទេសអ្នកមកក្រៅមកគេមានកម្មការច្រើនគេមកលេងគេងនៅប្រទេសយើងគេនៅសន្តាគារញ៉ាំបាយនៅភោជនីយដ្ឋានគឺហ្នឹងឯងធ្វើឲ្យសេដ្ឋកិច្ចគេធ្វើសម្បូរមានការធ្វើក្នុងរយៈពេលមួយខែឬមួយខែកន្លះហ្នឹងដែលមានការចូលរួមជាច្រើនប្រទេសក្នុងពិធីបាញ់កំជ្រួយអាហ្នឹងបងមានថាដូចជាប៉ុនជាតិរបស់គេមួយអញ្ចឹងជាគេហៅជាមហោស្រពមួយអញ្ចឹងបណ្ដុំទូកបណ្ដុំអញ្ចឹងបាទអញ្ចឹងមានន័យថាគេធ្វើជារៀងរាល់ឆ្នាំក្នុងទីក្រុងម៉ុងរ៉ាល់ហ្នឹងខ្ញុំម្ដងគឺលេងរហូតគឺជាប់30អូយដល់ពេលប្រទេសដែលបានចូលរួមហ្នឹងទីបំផុតទៅគាត់បានអីដូចថាកញ្ជ្រួយគាត់មានការភ្លើងល្អជាងគេអញ្ចឹងបាទគឺបានរង្វាន់ថប់ហ្នឹងជារង្វាន់អានេះជាមោទនភាពរបស់ប្រទេសគេមួយគឺថាប្រទេសចិនឈ្នះគេឡប់ទៅប្រទេសគេបានពានមួយយកទៅបង្ហាញរដ្ឋាភិបាលគេថានេះយើងបានមកប្រកួតប្រជែងឥឡូវយើងបានពានរង្វាន់មួយយកទៅប្រទេសយើងជានិមិត្តរូបប្រទេសយើងតាមធម្មតាប្រទេសណាដែលទទួលបានបន្ទុកល្អជាងគេដូចតែមានចិនមានអាមេរិកមានអ៊ីតាលីមានបារាំងមានអង់គ្លេសសង្គ្រប់ដោយឆ្នាំពូបជ័យប្រទេសគេអូរៀងខ្លួនឆ្នៃរៀងខ្លួនឆ្នៃរៀងខ្លួនគឺសិទ្ធិសម្ងាត់របស់គេទាំងអស់ព្រោះស្គាល់ច្រើនហើយកំជ្រួយហ្នឹងគឺគេបាញ់តាមសង្វាក់ភ្លេងរបស់គេលេងអូមានចាក់តន្ត្រីហើយបាញ់កញ្ជ្រួយមានថាតន្ត្រីហើយកញ្ជ្រួយចង្វាក់ការភ្លើងវាស៊ីចង្វាក់គ្នាហ្មងស៊ីចង្វាក់គ្នាហើយក្នុងហ្នឹងគេមានរឿងគេគាត់រឿងគេដូចពីមុនគេចាក់គឺរឿង James Bond គឺលោកអ្នកបាយស្គាល់ហើយគឺអ្នកយកការពិសេសមួយរបស់ប្រទេសអង់គ្លេសអ្នកល្បីគេមួយហើយកុនហ្នឹងក៏ល្បីដែរគេយករឿងហ្នឹងមកហើយគេលេងជារបៀបជាកុនហ្នឹងដែរប៉ុន្តែសង្ខេបកន្លះម៉ោងហ្នឹងគេការបាញ់របស់គេគឺកន្លះម៉ោងហើយចាក់ភ្លេងហ្នឹងទៅហើយគេដុតគេបាញ់កំជ្រួយតាមហ្នឹងទៅតាមមកថាភ្លេងហ្នឹងចូលខ្សោយទីមកគឺកញ្ជ្រួយហ្នឹងនៅទុំនៅក្រោមដល់ពេលភ្លេងលន់ឡើងខ្លាំងឡើងគ្រុំដាំងឡើងទៅលើហ្នឹងបាទអរគុណច្រើនបងប្រុសអញ្ចឹងទីទៀតបងប្អូននឹងបានទស្សនានៅអ្វីដែលគាត់បានបកស្រាយហើយយើងឃើញថាទស្សនវិជ្ជានៅទីនេះឃើញថាប្រជាប្រដ្ឋមកកាន់តែច្រើនឡើងគឺថាគ្រប់ជាតិសាសន៍ទាំងអស់ដែលនៅលើទឹកដីទីក្រុងម៉ុងរ៉ាល់ហ្នឹងគឺគេភាគច្រើនមកមើលតែម្ដងដូច្នេះសូមបងប្អូនទស្សនាទស្សនវិជ្ជានៃការបាញ់កំជ្រួយក្នុងទីក្រុងម៉ុងរ៉ាល់ដោយតាបាសុំជ័យ